rồi đâu prang mà đoនៅភូមិខ្ញុំស្ទឹងជាអៀតណាបងប្អូនអើយមើលតែស្ទឹងនៅកដាស្ទឹងហ្នឹងបងប្អូនខែប្រាំងទឹកកោកឡើងចង់រិញហើយខែប្រាំងហើយមើលសភាពដងទឹកស្ទឹងហើយនេះគឺជាកូនស្រីរបស់ខ្ញុំប្រើគាត់ឲ្យទិញគល់ស្លឹកគ្រៃជាមួយនឹងម្ទេសធំដើម្បីយកមកធ្វើគ្រឿងប្រឡាក់ក្បាលត្រីបងប្អូនថ្ងៃនេះម៉ែក្មេងគាត់ធ្វើត្រីងៀតធ្វើត្រីឌៀបងៀតរួចគាត់បានក្បាលត្រីមកគាត់ឲ្យខ្ញុំបុកគ្រឿងប្រឡាក់អាំងបងប្អូនបោកក្បាលត្រីហូបឲ្យល្ងាចហ្នឹងហើយនេះខ្ញុំមកបេះស្លឹកក្រូចនេះគឺខ្ញុំដាំនៅក្រោយផ្ទះខ្លួនឯងបងប្អូនដើមល្អបងប្អូនអើយហើយធំទៀតបើនិយាយពីកម្ពស់របស់វាគឺខ្ពស់ផុតដបោផាយទៀតណាបងប្អូនឥឡូវខ្ញុំបានរកគ្រឿងគ្រប់អស់ហើយបងប្អូនគ្រឿងស្រាប់យើងបុកប្រឡាក់ត្រីបងប្អូនហើយតើគ្រឿងយើងបុកថ្មីខ្លួនឯងអញ្ចឹងបានវាឆ្ងាញ់បើយើងទិញអាគ្រឿងគេកិនស្រាប់យកមកប្រឡាក់វាអត់ឆ្ងាញ់ទេបងប្អូនអើយវាធំប្អូនជូមិនតាណាបងប្អូនវាអត់ឆ្ងាញ់បដៅនិយាយទៅឥឡូវខ្ញុំចាប់ផ្ដើមហាន់គ្រឿងបងប្អូនហាន់ល្ក្រូចដែងល្មៀតជាមួយនឹងគល់ស្លឹកគ្រៃហើយយើងយកវាមកបុកបញ្ចូលគ្នាឲ្យវាមាត់ណាបងប្អូនយើងបុកគ្រឿងនឹងរហូតតតែមាត់ចូលគ្នាសពអស់ហើយបានយើងចាប់ផ្ដើមដាក់ផ្សំគ្រឿងបងប្អូនឥឡូវខ្ញុំបុកគ្រឿងមាត់ហើយខ្ញុំដាក់ម្ទេសក្រហមដែលខ្ញុំច្រាំហ្នឹងមាត់ហ្នឹងបុកចូលហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសជាមួយនឹងម្ទេសដៃនាងចូលបងប្អូនរួចយើងបុកវាឲ្យល្អិតសព្វហើយនឹងខ្ញុំដាក់ប្រហុកចូលបន្តិចប៊ីចេង2ស្លាបព្រាស្ករត្នោត1ស្លាបព្រាហើយនឹងប្រេងខ្យង1ស្លាបព្រាបងប្អូនហើយបន្ទាប់មកខ្ញុំដាក់អំបិលបងប្អូនចំនួន2ស្លាបព្រាបន្ទាប់ពីដាក់គ្រឿងក្រៅសពគ្រប់អស់ហើយបងប្អូនយើងធ្វើការច្របល់គ្រឿងនឹងឲ្យសព្វជាមួយគ្រឿងចូលជាតិគ្នាបងប្អូនច្របល់វាចុះឡើងឲ្យគ្រឿងនឹងវាសព្វចូលជាតិគ្នាហើយយើងភ្លក់មើលថាល្មមហើយទើបខ្ញុំយកគ្រឿងដែលខ្ញុំបានផ្សំគ្រឿងរួចហ្នឹងយកមកធ្វើការប្រឡាក់ត្រីបងប្អូនអញ្ចឹងក្បាលត្រីនេះដែរគឺយើងធ្វើការប្រឡាក់វាទាំងក្នុងទាំងក្រៅឲ្យសព្វចូលគ្រឿងគ្នាបងប្អូននៅពេលដែលខ្ញុំបានប្រឡាក់ក្បាលត្រីសព្វអស់ហើយបងប្អូនអញ្ចឹងយើងយកវាទៅផ្អាប់ទុករយៈពេល1ម៉ោងសិនណាបងប្អូនដើម្បីឲ្យក្បាលត្រីរបស់យើងចូលជាតិជាមួយនឹងគ្រឿងដែលយើងបានប្រឡាក់ហ្នឹងបងប្អូនឥឡូវក្បាលត្រីខ្ញុំចាប់ផ្ដើមចូលជាតិហើយខ្ញុំចាប់ផ្ដើមយកក្បាលត្រីហ្នឹងយកមកត្រៀបលើប្រទះអាំងត្រីដើម្បីយកទៅដាក់អាំងបងប្អូនតើបងប្អូនអើយក្លិនឈ្ងុយចាប់ផ្ដើមជះក្លិនមកបដាហើយបន្ទាប់ពីដាក់ក្បាលត្រីអាំងនៅលើចក្រានណាបងប្អូនឥឡូវក្បាលត្រីខ្ញុំឆ្អិនណាបងប្អូនអើយញ៉ាំបាយជុំខ្ញុំទាំង